រដ្ឋបាលខេត្តកំពង់ចាមរៀបចំពិធីអភិសេកបើកព្រះនេត្រនាគពន្ធថ្មីធ្វើពីស្ពាន់សុទ្ធទម្ងន់8តោនរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំពិធីអភិសេកបើកព្រះនេត្រានាគពន្ធថ្មីធ្វើពីស្ពាន់សុទ្ធទម្ងន់8តោនក្រុមវត្តមានអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមខួតផនប្រធានក្រុមប្រឹក្សាខេត្តស្ថិតនៅចំណុចរវងមូលនាគពន្ធចាស់លើផ្លូវជាតិលេខ7ទៅមុខខ្លងទ្វារវត្តចូលវត្តនគរបៃជ័យក្រៅស្ថិតនៅភូមិនគរបៃជ័យស្រុកកំពង់សៀមស្ថិតក្នុងឱកាសនោះឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមខួតផនប្រធានក្រុមប្រឹក្សាខេត្តរួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការបាននិមន្តព្រះសង្ឃទៅតាមកិច្ចសាសនាដើម្បីឧទ្ទិសបួងសួងសូមដល់ម្ចាស់ទឹកម្ចាស់ដីសូមពរជ័យសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមក៏ដូចជាប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកំពង់ចាមឯកឧត្តមអភិបាលខេត្តបានគូបញ្ជាក់ថារូបសំណាកនាគពន្ធនេះគឺជាសំណង់ប្រវត្តិសាស្ត្រដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាមសមិទ្ធផលនេះបានសាងសង់អំពីស្ពាន់សុទ្ធមានទម្ងន់8តោនកម្ពស់10ម៉ែត្របូកទាំងជើងទ្រ3ម៉ែត្រផងដែររូបសំណាកថ្មីនេះបានសាងសង់ឡើងតាមទម្រង់ចាស់ទាំងស្រុងដោយបដូរពីស៊ីម៉ងត៍មកជាស្ពាន់សុទ្ធវិញនិងមានទំហំធំជាងមុនដោយបានកែជើងទ្របែបថ្មីមានទំហំរហូតដល់7ម៉ែត្រគុណនឹង17ម៉ែត្រឯណោះសូមជម្រាបតែថារូបសំណាកនាគពន្ធថ្មីនេះបានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ7ស្ថិតនៅចំណុចទល់មុខខ្លងទ្វារវត្តចូលវត្តនគរបៃជ័យក្នុងភូមិនគរបៃជ័យស្រុកកំពង់សៀមហើយសំណង់នេះក៏ស្ថិតនៅជាមួយនឹងគម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវលេខ7ជា4កន្លងប្រវែង45.485គីឡូម៉ែត្រចាប់ពីរវងមូស្គុនស្រុកជើងព្រៃដល់ចំណុចកោះស្ពានគិសូណាក្រុងកំពង់ចាមខេត្តកំពង់ចាមកំពុងអនុវត្តដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បត្តិរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានដំណើរការសាងសង់នេះចុងឆ្នាំ2023ហើយគ្របបញ្ចប់ទាំងស្រុងនាឆ្នាំ2027ខាងមុខនេះផងដែរ